តើគេអាចចុះមកវិញដោយរបៀបណាពីលើឧបករណ៍នេះមិនមែនជាឧបករណ៍ធ្វើទារុណកម្មសម័យមជ្ឈិមសម័យនោះឡើយតាមពិតវាគឺជានិន្នាការហាត់ប្រាណថ្មីមួយដ៏ពេញនិយមយ៉ាងខ្លាំងវាត្រូវបានគេហៅថាការវឹកហាត់ពន្លាតសាច់ដុំបែបព្យួរខ្លួនការវិវត្តចុងក្រោយនៃយូហ្គាមនុស្សជាច្រើនចាត់ទុកការវិវត្តកម្រិតខ្ពស់បំផុតនៃយូហ្គាលើអាកាសបើប្រៀបធៀបទៅនឹងយូហ្គាធម្មតាការហាត់បែបនេះផ្ដល់នូវការហាត់ប្រាណពេញមួយតួខ្លួននៅក្នុងកម្រិតមួយខ្លាំងក្លាជាងមុនឆ្ងាយណាស់ហេតុអ្វីបានជាវាមានប្រសិទ្ធភាពខ្លាំងមូលហេតុគឺដោយសារតែនៅវិនាទីដែលខ្លួនរបស់អ្នកត្រូវបានព្យួរនៅលើអាកាសរាងកាយរបស់អ្នកនឹងត្រូវបង្ខំឲ្យដំណើរការនៅក្នុងកម្រិតអតិបរមាភ្លាមៗជាធម្មតាក្នុងការលេងយូហ្គាទោះបីជាអ្នកពន្លាតសាច់ដុំបានជ្រៅកម្រិតណាក៏ដោយក៏អ្នកនៅតែមានផ្ទៃឥដ្ឋសម្រាប់ជួយទ្រទ្រង់ទម្ងន់របស់អ្នកដែរប៉ុន្តែនៅក្នុងឧបករណ៍នេះអ្នកត្រូវបានព្យួរនៅលើអាកាសទាំងស្រុងដោយគ្មានចំណុចទប់លំនឹងណាមួយឡើយដំណើរការសាច់ដុំដើម្បីទប់ខ្លួនអ្នកកុំឲ្យយល់ទៅមកខ្លាំងរហូតដល់បាត់បង់ការគ្រប់គ្រងសាច់ដុំស្នូលសាច់ដុំខ្នងផ្នែកជ្រៅនិងសាច់ដុំផ្សេងទៀតដែលអ្នកកម្រនឹងប្រើប្រាស់ពីមុនមកនិងចាប់ផ្ដើមដំណើរការភ្លាមៗដើម្បីរក្សាលំនឹងឲ្យអ្នកវាដូចជាការវឹកហាត់គ្រប់គ្រងសាច់ដុំស្នូលយ៉ាងខ្លាំងក្លាក្នុងពេលតែមួយជាមួយនឹងការទទួលបានការកន្ត្រាក់និងពន្លាតសាច់ដុំយ៉ាងជ្រៅអត្ថប្រយោជន៍ដ៏អស្ចារ្យចំណុចល្អបំផុតនោះគឺវាប្រើប្រាស់នៅទម្ងន់រាងកាយរបស់អ្នកផ្ទាល់ 100% ដោយបំលែងកម្លាំងទាញផែនដីឲ្យទៅជាកម្លាំងទាញដ៏មានឥទ្ធិពលដែលជួយបើកសន្លាក់របស់អ្នកឲ្យធូរស្រឡះទាំងស្រុងមនុស្សជាច្រើនបាននិយាយថាបន្ទាប់ពីហាត់បានត្រឹមតែមួយវគ្គប៉ុណ្ណោះផ្នែកខ្នងរបស់ពួកគេគឺធូរស្រឡះទាំងស្រុងហើយពួកគេមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាខ្ពស់ជាងមុនបាន1 អិញប្រហែល 2.5 សង់ទីម៉ែត្រភ្លាមៗ